ចាស់សួស្តីបងប្អូនជួយជាមួយនេះខ្ញុំតែបងប្អូនផ្លេចចុច like និង subscribe នឹងបងប្អូនដើម្បីបានរឿងថ្មីបន្តទៀតរឿងព្រេងនិទានខ្មែររឿងក្របីស្រុកនិងក្របីព្រៃក្នុងអតីតសម័យមានក្របីពីរមួយជាក្របីស្រុកមួយទៀតជាក្របីព្រៃសត្វទាំងពីរនេះស្រឡាញ់គ្នាណាស់ដេកនៅស៊ីចុកជាមួយគ្នាពុំដែលឃ្លាតទុនសាយដឹងថាក្របីទាំងពីរនេះស្រឡាញ់គ្នាដូច្នេះក៏រកឧបាយកលធ្វើឲ្យបែកចេញពីគ្នាថ្ងៃមួយវាដើរចូលមករកសត្វក្របីទាំងពីរនោះហើយនិយាយថាណែបងក្របីទាំងពីរអើយចូលបងឯងកុំដេកដើរស៊ីចុកជាមួយគ្នាប្រយ័ត្នតែមនុស្សអ្នកស្រុកគេឃើញនឹងចាប់បងឯងទាំងពីរនាក់យកទៅប្រើប្រាស់មិនខានក្របីព្រៃឬទុនសាយនិយាយដូច្នោះក៏ភ័យខ្លាចមានគ្រោះថ្នាក់ដោយពាក្យទុនសាយមែនចាប់ពីថ្ងៃនោះមកក្របីទាំងពីរនាក់ក៏នៅស៊ីចុកដតេពីគ្នាក្នុងការនៅបែកគ្នានេះសត្វទាំងពីរក៏តែងតែនឹកអាល័យដល់គ្នានឹងគ្នាជាទីបំផុតដោយធ្លាប់បាននៅរួមរយៈជាមួយគ្នាអស់កាលដល់យូរលុះយូរទៅក្របីទាំងពីរក៏ភ្លេចនឹកគ្នាទៅវិញទៅមកទុនសាយបានដឹងថាក្របីទាំងពីរបែកគ្នាលែងនឹកនាដល់គ្នានឹងគ្នាហើយក៏ដើរទៅរកក្របីព្រៃនិយាយថាណែក្របីព្រៃខ្ញុំបានឃើញបានឮក្របីមួយគេនិយាយថាគេខ្លាំងពូកែណាស់គេរកតែគូនឹងជុលរបងរឹតគ្នាក្របីព្រៃឮដូច្នោះខាងណានិយាយថាយេបងទុនសាយក្រោមមេឃលើដីមានតែខ្ញុំទេឥឡូវមានអាក្របីណាមកអួតកេងក្អាងថាខ្លួនឯងវាខ្លាំងពូកែជាខ្ញុំចូលបងឯងទៅហៅវាមកជើងនឹងដាក់ចូលប្រឡងរឹតគ្នាទុនសាយក៏ទៅប្រាប់ក្របីស្រុកថាណែបងក្របីស្រុកក្របីព្រៃគេខឹងនឹងបងឯងណាស់គេថាឲ្យបងឯងទៅជួបនឹងចូលប្រឡងរឹតគ្នាម្ដងឲ្យដឹងដៃទុនសាយឡើងជិះលើខ្នងក្របីស្រុកជូនដំណើរទៅរកជួបនឹងក្របីព្រៃទុនសាយលុះទៅដល់ភ្លាមក្របីព្រៃក៏ស្ទុះមកវត្តក្របីស្រុកយ៉ាងសាហាវក្របីទាំងពីរក៏ប្រយុទ្ធគ្នាអស់ពេលយ៉ាងយូរមិនឈ្នះមិនចាញ់ក៏បែកគ្នាចេញចាក់គ្នាមួយនៅស្រុកមួយទៅនៅព្រៃទៅលេងជួបគ្នាតាំងពីពេលនោះរហូតមកដល់សប្តាហ៍ថ្ងៃនេះចាំបងប្អូនអរគុណសម្រាប់ការស្ដាប់រឿងក្របីស្រុកក្របីព្រៃចាប់តែបងប្អូនចាអរគុណច្រើនសម្រាប់ការស្ដាប់រឿងរបស់ខ្ញុំទាំងអស់គ្នាបងប្អូន